បងសិប្បកម្មអីគេបងសិប្បកម្មអីគេចាសិប្បកម្មអីគេមកពីខាងណាវិញ ខ្ញុំមកបាត់ដំបង បាត់ដំបងសិប្បកម្មអីគេឈ្មោះអីបង ស៊ីសេក្រឆ្ងាញ់បាត់ដំបង CC VC សេក្រឆ្ងាញ់មានន័យថ្មីបង VC ចា VC ឈ្មោះមែនបងមែន VC នេះគឺឈ្មោះបានន័យថាបើយើងគិតជាអង់គ្លេសយើងគិតថា Very Good Communication តែវាបូកផ្សំនឹងឈ្មោះ V ឈ្មោះកូនខ្ញុំ C គឺឈ្មោះខ្ញុំ អូខេ បានម៉ៃយើងចំណាប់ មានន័យមានអី ជាអាស្រ័យលើយកបកស្រាយ នេះមែនកូនមែនអូនេះក្រុមការងារក្រុមការងារ គេចាស់ជីវកម្មកូនខ្ញុំមក អូហ្នឹង កូនខ្ញុំឡើងផ្ដែក អូអញ្ចឹងមានន័យថានេះបោះគាត់មែនទេ ថតផ្សេងទៀតនេះផលដល់ផលគេទេ បងឥឡូវលក់ទៅណាខ្លះ ចា លក់ទៅណាខ្លះយ៉ាងនេះគាត់នេះលក់ទៅណាខ្លះ អានេះហី ទាំងអស់ អានេះគឺសាច់ក្រកគោហើយខាងនេះគឺសាច់ក្រករសជាតិរបស់ខ្ទិះ អូខេលក់ទៅណាខ្លះហើយយើង លក់ឥឡូវវាច្រើនគឺគេកាត់ស្តុកគេនឹងបោះដុំខ្ញុំនឹងផលិតគេនឹងតាមមកតែសារជំនឿបន្តនេះ តតនេះបងមកចាប់ផ្ដើមហ្នឹងវាតែតំណងហើយលេយើងអីកន្តិចឲ្យពេលហ្នឹងមិនយកបានណាមកចឹងទៅនិយាយមកគាត់និយាយជាមួយហ្នឹងគាត់និយាយមិនហ៎ អានេះសាច់ក្រកស្រួយ អូសាច់ក្រកអូមានសាច់ក្រកស្រួយទៀតលទ្ធផលថ្មី ភ្លាមធ្វើពីសាច់ក្រករសជាតិទី1 វ៉ាវមានថ្មីមានអីថ្មីច្រើនតែរៀនសូត្រនេះ អើយលេងមកទេអូន ហ្នឹងហើយបងអានេះទុកបានបាន បើយើងដាក់ទូកកបាន6ខែទៅ1ឆ្នាំ អូខេសាច់គោវិទុនទុនហ្នឹង ទូកកវាស្រួយហើយអានេះនៅពេលដែលវាអត់ទាន់ជូរគឺរូបរាងបែបហ្នឹង បាទ តែបើសិនជាវាជូរអញ្ចឹងវាឡើងកម្ម៉ៃព្រោះយើងមានប្រើលក្ខប្រើអី អូខេហើយទុកក្រៅបានបានបងអានេះ ចា ទុកក្រៅបាន បើសិនជាប្រើលក្ខប្រើអីវាទៅជាគេហៅសេដ្ឋីឯងព្រោះសតតកអត់ដែរ ហើយផលិត11ខែ9អានេះយើងនិយាយពីទុកក្នុងទូទឹកកកមែនទេបង ចាបាន6ខែគឺ6ខែទៅ1ឆ្នាំ តែបើធម្មតាអាហ្នឹងបើលក់អីដាក់កន្លែងពូជ 2ថ្ងៃជូរ ជូរ ចា ជូរនេះញ៉ាំបានធម្មតាអត់អី បើសិនជាយើងអាចញ៉ាំបានជូរយើងគ្រាន់តែសម្លហាងក្រៅអញ្ចឹងទៅទុកទៅជូរប៉ុន្តែមួយទៀតបើលើសពី4ឬក៏5ថ្ងៃវាទៅជូរឆេញ បាទអូខេជូរចេញអញ្ចឹងបាក់ញ៉ាំវិញ ប្រើតែងវាឆាប់ជូរ អូខេណែមានចំណេះដឹងថ្មីទិញហ៎ទិញហ៎ គេអត់ហៅសាច់ក្រកគោគេហៅខ្វះគោ អាពងថាលុបបំបត្តិខ្វាគោ ខ្ញុំអត់ស្គាល់ទេអត់ដែរដឹងទេតែលឺពីដឹងមែនអត់ អត់តែខាងបាត់ដំបងគេប្រើខ្វាគោ ប្រទេសមានស្អីគេហៅខ្វះ ខាងបាត់ដំបងគេប្រើថាខ្វាគោបាត់ដំបង ខ្ ទី វាគោប៉ុន្តែចង់និយាយថាពាក្យខ្វាគោហ្នឹងវាមិនមែនពាក្យយើងទេ អូចឹងមកពីខាងហ្នឹង ចឹងឥឡូវខ្ញុំបំបត្តិចេញខ្ញុំដាក់សាច់ក្រកគោ ខ្វាគោ តែ ខា លឺ ងណា និយាយចឹងឯងខាងនេះគេលឺតែសាច់ក្រកគោ ប៉ុន្តែខ្ញុំនិយាយថាពាក្យខាងណា បើខាងណាក៏អត់ដឹងច្បាស់ដែរប៉ុន្តែតែហៅចុះពីដើម ហ្នឹងហើយទម្លាប់ហៅខ្វាគោតាំងពីដើម ខាងខ្ញុំខាងកំពង់ធំគឺសាច់ខ្វានិងសាច់ក្រក មែនហ្នឹងសាច់ក្រកសាច់ក្រកគោសាច់ក្រកជ្រូក ចា ហ្នឹងចាំត្រីអេសាច់ក្រកត្រីអត់មាន នេះ sorry នេះមិនទាន់មក អូនេះបងស្រី សាច់ក្រកត្រីផង អីមានសាច់ក្រកត្រីទៅណា មានសាច់ក្រកត្រី បងស្រីកុំឡើងមកតាំងពីបាត់ដំបង ថ្ងៃ ជួបពីអត់ 24ហ្នឹងឃើញយកទៅបង្ហាញក្នុងទៀតតែគ្រប់មុខ នេះថ្ងៃទី4 24គេណាត់24ទៀត អូនៅអេអនយើង អីអត់ ចាំបាននេះក្នុងគ្រប់ក្រូនក្រូ បាទ 24 អូបង នេះគេតម្លាក់គេមិនតម្លាក់ក្នុងក្រុមណាឯង តែដាក់ក្នុងក្រុមតា personal personal ឡង ហ្នឹងហើយ personal ណា ដល់ដៃឃើញបងមកចូលរួម ចា ក្រុមការងារបងចូលរួមអី ក្រុមការងារហ្នឹង ទៅនិយាយថា រត់ដងបង ដងបងចូលរួមអត់ដល់ដៃឃើញបងចូលរួម អូយខ្ញុំជូនមកជូនអត់ហ្នឹងហើយជូនឲ្យកូនខ្ញុំមកតា អូប្រហែលជាកូននឹងអញ្ចឹងមកអត់ដែរជួបសោះ តាហើយបើយើងមិនបានមកបានអីស្មើយើងបានមកនេះ ចុះពូឆ្ងល់មកអត់ដែរឃើញបងសោះ កូនខ្ញុំអាយុ9 10ឆ្នាំ អូ9 10 ក្មេងនិយាយសក់វាកញ្ញាយ ប្រុសស្រី ជូនគាត់មកជូនអត់ ប្រុសឬក៏ស្រី ប្រុស អូប្រុសវិញណាចាស្គាល់អត់ចាំ គាត់មកពីច្រើនរៀនជាមួយគ្រូហ្វគ្រូ អូខេហ្នឹងហើយអញ្ចឹង តែបើ ត្រូវ អាហារស្តង់ដាខ្ញុំមិនបាន អូខេពេចសួរបើណែបងឈ្មោះអីគេ ចា បងឈ្មោះអីគេ ខ្ញុំឈ្មោះសោមចំណាប់ បងសោមចំណាប់ ចាស់ជីវកម្ម VC សេក្រឆ្ងាញ់បាត់ដំបង ហ្នឹងហើយមកពីបាត់ដំបងអញ្ចឹងចាំទាំងអស់គ្នាទៅឃើញចង់ឃើញសាច់ក្រកអីមកហៅបងបាត់ដំបង